ជំរាបសួរសួស្តីអ្នកគ្នាត្រឡប់មកវិញជាមួយនឹងសាច់រឿង One Punch Man របស់យើងតទៀតហើយហើយនៅក្នុងថ្ងៃនេះផងដែរគឺយើងបន្តទៅដល់អេពីសូតទី4ហើយអ្នកគ្នាជាពិសេសនៅក្នុងវគ្គនេះគឺយើងនឹងបានឃើញធម៌ពលរបស់ Metal Bat ណាអ្នកគ្នាអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកគ្នានៅចាំគាត់ណាហើយមិនតែប៉ុណ្ណោះនៅក្នុងអេពីសូតទី4នេះផងដែរគឺថាពួកបិសាចចាប់ផ្ដើមបើកការវិបហាមកលើអបូរមនុស្សហើយអញ្ចឹងចង់ដឹងថានៅក្នុងអេពីសូតទី4នេះល្អមើលខ្លាំងដល់កម្រិតណាតោះឲ្យអ្នកគ្នារងចាំយូរចាប់ផ្ដើមជាមួយនឹងសាច់រឿងរបស់យើងតែម្ដងចាប់ផ្ដើមនៅក្នុងអេពីសូតមួយនេះផងដែរគឺយើងបានឃើញអតីតកាលមួយចំនួនរបស់ Garo ហើយនឹងមូលហេតុមួយចំនួនផងដែរថាហេតុអីបានជា Garo នឹងចូលចិត្តពពួកបិសាចម៉េចជាពិសេស Garo ផ្ទាល់គឺបានអះអាងថាគាត់គឺជាបិសាចទៀតកំឡុងពេលហ្នឹងគឺយើងបានឃើញថា Garo កំពុងតែអង្គុយមើលរឿងមួយដែលមានពពួក Hero កំពុងតែធ្វើការប្រយុទ្ធគ្នាជាមួយនឹងពពួកបិសាចហើយកន្លែងមួយនេះហើយទើបយើងដឹងថាហេតុអីបានជា Garo គោរពស្រឡាញ់ពពួកបិសាចម៉េចតាមពិតទៅគឺថា Garo គាត់ខកចិត្តជាមួយនឹងរឿងមួយគឺដោយសារតែគំនិតមួយដែលបានបំផុសចេញមកថាវីរៈបរោះឬក៏ Hero នឹងតែងតែឈ្នះទៅលើពពួកបិសាចរហូតអាចនិយាយបានថាពពួកបិសាចក៏មានបំណងប្រាថ្នាហើយនឹងក្តីសម័យរបស់ពួកគេដែរក៏ប៉ុន្តែពពួកបិសាចនឹងគឺតែងតែចាញ់ពពួក Hero រហូតបើទោះបីជាពពួកបិសាចនឹងខំប្រឹងតស៊ូយ៉ាងណាក៏ប៉ុន្តែនៅក្នុងសាច់រឿងគឺគេឲ្យ Hero ឈ្នះរហូតមកអ្នកគ្នាអញ្ចឹងហើយ Garo គាត់មានអារម្មណ៍ថាវាអយុត្តិធម៌វាអត់ fair អ្នកគ្នាពីព្រោះថាពួកបិសាចនឹងក៏មានគោលដៅហើយនឹងចំណុចមួយដែលពួកគេចង់ទៅដល់ដែរក៏ប៉ុន្តែហេតុអីពួកគេតែងតែចាញ់រហូតហើយអ្វីដែលពិសេសគឺថាបិសាចទាំងអស់ត្រូវបានគេមើលឃើញថាជាមនុស្សអាក្រក់អញ្ចឹងណាបើទោះបីជាបិសាចម្នាក់នឹងទៅជួយជាមួយនឹងបុគ្គលណាម្នាក់ក៏ដោយក៏ប៉ុន្តែបិសាចមួយក្បាលហ្នឹងគឺនៅតែត្រូវបានគេស្អប់ខ្ពើមអញ្ចឹងណាមិនតែប៉ុណ្ណោះពពួក Hero ទាំងអស់គឺតែងតែឈ្នះដោយស្វ័យប្រវត្តិហ្មងដូច្នេះហើយ Garo ក៏បានសម្រេចចិត្តថាគាត់នឹងក្លាយជាបិសាចម្នាក់ដែលខ្លាំងបំផុតហើយគាត់នឹងមិនចាញ់ទៅលើដៃរបស់ Hero ណាឡើយបន្ទាប់ពី Garo សម័យពីអតីតកាលខ្លួនឯងរួចហើយ Garo ក៏បានភ្ញាក់ដឹងខ្លួនឡើងវិញហើយនៅពេលដែល Garo ភ្ញាក់ឡើងវិញហ្នឹងគឺថាគាត់កំពុងតែដេកនៅក្នុងគំនរសម្រាមមួយមិនតែប៉ុណ្ណោះ Garo ផ្ទាល់គឺគាត់អត់ដឹងនោះទេថាហេតុអីបានជាគាត់មកដេកនៅទីហ្នឹងដោយដែលអ្នកគ្នាដឹងអញ្ចឹងកាលពីអេពីសូតមុនគឺថាសៃតាម៉ាបានដាក់ Garo ឲ្យសន្លប់អញ្ចឹងហើយបានជា Garo ផ្ទាល់សន្លប់ទើបតែដឹងខ្លួននឹងឯងហើយ Garo ផ្ទាល់ក៏គាត់អត់ចាំនោះដែរថាមានរឿងអីកើតឡើងកាលពីយប់មិញបន្តមកទៀតយើងក៏លេងមកមើលសមាគម Hero ឯនេះវិញកំឡុងពេលហ្នឹងគឺយើងបានឃើញថ្នាក់ដឹកនាំមួយចំនួនរបស់សមាគម Hero កំពុងតែប្រជុំគ្នាដោយពួកគេបានពិភាក្សាគ្នាអំពីរឿងមួយកាលពីយប់មិញដែល Garo នឹងបានវាយ Director Zelmit និយាយរួមទៅអាប៉ែមួយកាលពីអេពីសូតមុននោះគឺជា Director Zelmit ដែល Garo ដាក់ម្ដាយចំថ្ពាល់ឲ្យឡើងហើមមកអ្នកនរគ្នាហើយថ្នាក់ដឹកនាំរបស់សមាគម Hero មួយចំនួនក៏បាននិយាយថាវាពិតជារឿងមួយដល់អាក្រក់ខ្លាំងមែនទែនពីព្រោះថា Garo ឥឡូវនេះគឺ target របស់គាត់មិនមែនតែ Hero នោះទេសូម្បីតែថ្នាក់ដឹកនាំរបស់សមាគម Hero នឹងក៏ Garo វាយដែរអញ្ចឹងហើយខាងសមាគម Hero នឹងក៏ព្យាយាមតាក់ទងទៅកាន់ Hero Class S មួយចំនួនដើម្បីឲ្យមកការពារថ្នាក់ដឹកនាំរបស់សមាគម Hero ម្នាក់ដែលគាត់គឺជាអ្នក sponsor ដ៏ធំបំផុតរបស់សមាគម Hero ដូច្នេះហើយពួកគេទាំងអស់គ្នាត្រូវតែធានាថាគាត់មានសមត្ថភាព 100% នៅកំឡុងពេលហ្នឹងផងដែរសមាគម Hero ក៏បានតាក់ទងទៅកាន់ King ដើម្បីឲ្យ King នឹងធ្វើជាអង្គរៈអញ្ចឹងណាហើយ King ក៏បានតបទៅកាន់សមាគម Hero វិញថាឥឡូវហ្នឹងគាត់រវល់ខ្លាំងមែនទែនជាពិសេសគឺគាត់កំពុងតែនៅកណ្ដាលសម្បល់ភូមិយុទ្ធគ្នាជាមួយនឹងពួកបិសាចពេញណាពេញណីហ្មងហើយ King ក៏បានបដិសេធទៅកាន់សមាគម Hero ថាគាត់អត់ធ្វើទេអង្គរៈហ្នឹងហើយបើសិនជាយើងមើលទៅកាន់ទស្សនវិជ្ជារបស់ King នៅពេលនេះគឺថាកំពុងតែរវល់វាយគ្នាជាមួយនឹងពួកបិសាចតែម្ដងបាទអ្នកនរគ្នានិយាយរួមទៅអាប៉ែ King នេះអង្គុយលេងតែហ្គេមហ្មងអ្នកគ្នាសិតតែប្រយុទ្ធជាមួយនឹងពួកបិសាចអីណាហើយនិយាយពីថាដៃចុច controller វិញឡើងកប់សេរីហ្មងអ្នកគ្នាមិនបាច់ចាំមើលនោះទេគឺថាចុចឡើង start ហ្មងបន្ទាប់ពី King បានបដិសេធជាមួយនឹងសមាគម Hero ហើយសមាគម Hero ក៏បានហៅជាមួយនឹង Metal Bat ដែលជា Hero Class S ranking ទី15មកធ្វើអង្គរៈជំនួសតែម្ដងដោយខាងសមាគម Hero នឹងបានប្រាប់ Metal Bat ថាគឺមានរឿងសំខាន់មួយដើម្បីឲ្យ Metal Bat នឹងធ្វើមានអីដល់ពេល Metal Bat មកដល់គឺថា Metal Bat ត្រូវការពារឪពុកកូនពីរនាក់នេះសោះដែលធ្វើឲ្យគាត់នឹងហួសចិត្តអញ្ចឹងណាពីព្រោះថាគាត់ស្មានតែខាងសមាគម Hero នឹងហៅគាត់មកកម្ចាត់បិសាចអីតាមពិតទៅគឺមកការពារឪពុកកូនពីរនាក់នេះកុំឲ្យ Garo នឹងមកវាយអីចឹងណាស្របពេលដែល Metal Bat កំពុងតែអង្គុយយាមឪពុកកូនពីរនាក់ហ្នឹងក៏ប្អូនស្រីរបស់គាត់បានខលមកគាត់ដោយប្អូនស្រីរបស់ Metal Bat បានប្របួរគាត់នឹងទៅ shopping ចឹងណាហើយ Metal Bat ក៏បានតបទៅកាន់ប្អូនស្រីរបស់គាត់វិញថាឥឡូវហ្នឹងគឺគាត់កំពុងតែចោទរវល់កិច្ចការសំខាន់មួយនៅឯហាង Nezumi Sushi បន្តមកទៀត Metal Bat ក៏បានលួងប្អូនស្រីរបស់គាត់ចឹងណាថាកុំឲ្យយំអីចាំលើកក្រោយចាំគាត់នាំទៅ shopping នៅពេលដែល Metal Bat បាននិយាយជាមួយនឹងប្អូនស្រីរបស់គាត់រួចហើយ Metal Bat ក៏បានលឺសំឡេងញ៉ៃញ៉ៃខ្លាំងមែនតើនៅក្នុងហាងនៅពេលដែលគាត់បានចូលទៅដល់គឺគាត់បានឃើញជាមួយនឹងបិសាចពីរក្បាលមានបំណងចាប់កូនរបស់ថ្នាក់ដឹកនាំរបស់សមាគម Hero យកទៅក៏ប៉ុន្តែនៅខណៈពេលហ្នឹង Metal Bat ក៏បាននិយាយទៅកាន់អាបិសាចពីរក្បាលហ្នឹងថាចាំទេចង់ទៅណានៅពេលនេះគឺគ្មានអាណាគេអាចចេញពីកន្លែងហ្នឹងបាននោះទេហើយកុំសង្ឃឹមថាពួកឯងនៅរស់ឲ្យសោះបន្តមកទៀតកាត់មកខាងសៃតាម៉ាដែលបានចូលរួមការប្រកួតក្បាច់គុន Martial Art ឬក៏យើងហៅថាការប្រកួត Super Fight និយាយរួមទៅការប្រកួតមួយហ្នឹងគឺគេដាក់ឈ្មោះថា Super Fight ណាអ្នកនរគ្នាហើយនៅពេលដែលគាត់
បានចូលទៅដល់កន្លែងចោះឈ្មោះគឺសៃតាម៉ាបានប្រើឈ្មោះច្រាំងកោដើម្បីបន្លំខ្លួនអញ្ចឹងណាហើយអ្នកដែលនៅធ្វើការនៅទីនោះគឺបានឲ្យសៃតាម៉ារបស់យើងនឹងបំពេញនៅ fighting style របស់គាត់និយាយរួមទៅអ្នកដែលបានចូលរួមការប្រកួតនីមួយៗហ្នឹងគឺសុទ្ធតែមាន style នៃការវាយផ្សេងគ្នាហើយ style វាយទាំងអស់ហ្នឹងគឺត្រូវបំពេញចូលទៅក្នុងกระดาษហ្នឹងអញ្ចឹងណាពីព្រោះថាពួកគេទាំងអស់គ្នាហ្នឹងគឺមកពីសាលាគុនផ្សេងគ្នាក៏ដូចជាក្បាច់គុនអីក៏រៀងខ្លួនផងដែរក៏ប៉ុន្តែកំឡុងពេលហ្នឹងគឺថាសៃតាម៉ារបស់យើងគឺគាត់អត់ដឹងបំពេញមិននោះទេពីព្រោះថាសៃតាម៉ាអត់តន់ស្គាល់ច្បាស់អំពីក្បាច់គុន martial art នៅឡើយទេហើយណាមួយ style វាយរបស់សៃតាម៉ាហោដងគឺថាម្ដាយងាប់ហ្មងណាអញ្ចឹងហើយគឺគាត់អត់ដឹងនោះទេថាគាត់ត្រូវបំពេញ style វាយបែបម៉េចបន្តមកទៀតនៅពេលដែលសៃតាម៉ាចូលទៅដល់បន្ទប់រងចាំយើងក៏បានឃើញជាមួយនឹងបុរសម្នាក់ដែលគាត់មើលទៅដូចជាស្គាល់ច្រាំងកោកាលពីមុននឹងឯងហើយគាត់ក៏បានហៅខ្លួនឯងថា First Official the Water on the Rock ហើយសម្រាប់ឈ្មោះពិតរបស់គាត់គឺមានឈ្មោះថា Surface និយាយរួមទៅខ្ញុំហៅគាត់ថា Surface ហ្មងណាអ្នកនរគ្នាស្រួលហៅជាងអញ្ចឹងណាហើយ Surface មកកន្លែងហ្នឹងគឺគាត់មកស្វាគមន៍ក៏ដូចជាមកសួរសុខទុក្ខច្រាំងកោនឹងឯងពីព្រោះថាកាលពីមុន Surface ក៏ជាកូនសិស្សរបស់ Bank ដែរហើយនៅខណៈពេលហ្នឹងផងដែរ Surface ក៏បានប្រាប់ទៅកាន់សៃតាម៉ាដែលបន្លំខ្លួនជាច្រាំងកោថាគាត់មកចូលរួមការប្រកួត Super Fight មួយនេះគឺដោយសារតែគាត់មានមូលហេតុពីរសម្រាប់មូលហេតុទី1គឺសាមញ្ញបំផុតគឺគាត់ចង់បានគេឈ្មោះក៏ដូចជាចង់ក្លាយជាអ្នកខ្លាំងបំផុតខាងក្បាច់គុន Martial Art ហើយអ្វីដែលពិសេសណាគឺថាលោកគ្រូ Bank របស់យើងហ្នឹងគឺគាត់ទទួលបាន Champion ម្ដងដែរកាលពីលើកមុនចំណែកឯមូលហេតុមួយទៀតនោះគឺថាកាលពីការប្រកួត Martial Art នេះត្រូវបានធ្វើឡើងកាលពីលើកមុនគឺមានហេតុការណ៍មួយបានកើតឡើងដែលនៅកំឡុងពេលនោះមានមនុស្សម្នាក់បានបន្លំខ្លួនជា Wolfman ហើយមិនតែប៉ុណ្ណោះមនុស្សដែលបានបន្លំខ្លួនជា Wolfman ហ្នឹងគឺបានយកឈ្នះ Champion ទៅទៀតតែថាអបែកហ្នឹងគឺមិនមែនជា Wolfman ពិតប្រាកដទេណាអ្នកនរគ្នាហើយ Wolfman ពិតប្រាកដគឺត្រូវបានសន្លប់នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ឯណោះហើយបន្ទាប់ពីហេតុការណ៍មួយហ្នឹងបានកើតឡើងមកខាងកម្មវិធី Super Fight ហ្នឹងក៏បានដាក់លក្ខខណ្ឌមួយបើសិនជាមាននរណាគេម្នាក់បន្លំខ្លួនឬក៏មនុស្សម្នាក់ហ្នឹងជាមនុស្សខ្លាយៗណាគឺថាត្រូវគេ ban មកជីវិតហ្មងអត់ឲ្យប្រកួតក្បាច់គុនហ្នឹងនោះទេដែលធ្វើឲ្យសៃតាម៉ាហ្នឹងគឺថាភ័យហ្មងណាអ្នកនរគ្នាពីព្រោះថាសៃតាម៉ាគឺគេបន្លំខ្លួនធ្វើជាច្រាំងកោនិយាយរួមទៅគឺថាសៃតាម៉ាខំយកกระดาษហ្នឹងមកបាំងមុខផងអីផងកុំឲ្យថា Surface ហ្នឹងស្គាល់គាត់ហើយនៅពេលដែលសៃតាម៉ាឮចឹងទៀតគឺថាធ្វើឲ្យគាត់ហ្នឹងបាច់ញើសស័កហ្មងពីព្រោះថាគាត់បានបំពេញទៅលើច្បាប់របស់គេហើយ Surface ក៏បានបន្តទៀតថាអ្នកដែលបានបន្លំខ្លួនជា Wolfman ហ្នឹងគឺជា Garo ពីព្រោះថា style វាយដែលបុរសម្នាក់ហ្នឹងបានបញ្ចេញនៅក្នុងការប្រកួតក្បាច់គុននៅក្នុងវីដេអូដែលគាត់បានមើលគឺថាគាត់ចាំច្បាស់ហ្មងថាជា Garo ពីព្រោះថាគាត់ធ្លាប់រៀនក្បាច់គុនជាមួយនឹង Garo នឹងឯងហើយនៅខណៈពេលហ្នឹងផងដែរ Surface ក៏បាននិយាយពីប្រវត្តិមួយចំនួនរបស់ Garo ដែលកាលពី6ខែមុនគឺថានៅថ្ងៃមួយ Bank បានចេញទៅក្រៅបាត់ណាហើយនៅពេលដែល Bank ចេញទៅក្រៅបាត់ Garo ក៏ចាប់ផ្ដើមបញ្ចេញនៅភាពសាហាវខូខើរបស់គាត់ចេញមកដែលនៅកំឡុងពេលហ្នឹង Garo បានវាយសិស្សទាំងអស់ដែលរៀននៅទីនោះឲ្យដេកស្អាតគ្មានសល់ហ្មងជាពិសេស Garo ក៏បានធ្វើឲ្យ Surface ក៏ដូចជាអ្នកផ្សេងទៀតចាក់ចេញមិនហ៊ានរៀនជាមួយនឹង Bank នោះទេហើយមូលហេតុដែលពួកគេទាំងអស់គ្នាធ្វើអញ្ចឹងគឺដើម្បីរក្សាសុវត្ថិភាពតខ្លួននឹងឯងហើយ Surface នៅពេលហ្នឹងក៏គាត់បាននិយាយផងដែរថាគាត់ពិតជាសោកស្ដាយខ្លាំងមែនទែនពីព្រោះថាបើសិនជា Surface ដឹងថា Garo បានចាក់ចេញពីសាលាគុនរបស់ Bank ប្រកាសណាស់ថាគាត់នឹងមកហ៊ានក្បាច់គុនជាមួយនឹង Bank សាជាថ្មីតែថានៅកំឡុងពេលហ្នឹងគឺគាត់អត់បានដឹងអញ្ចឹងណាហើយឥឡូវនេះកូនសិស្សរបស់ Bank គឺមានតែម្នាក់នោះទេគឺជាច្រាំងកោនឹងឯងបន្តមកទៀត Surface ក៏បាននិយាយបន្តទៀតថាគាត់មកការប្រកួត Super Fight មួយនេះគឺដើម្បីឲ្យខ្លួនគាត់កាន់តែមានសមត្ថភាពខ្លាំងនិងអាចតទល់ជាមួយនឹង Garo បានជាពិសេសគឺថាគាត់ចង់កម្ចាត់ Garo ចោលនិងទាមទារមោទនភាពរបស់គាត់មកវិញអាចនិយាយបានថា Surface គឺគាត់ចង់បានសមត្ថភាពកាន់តែខ្លាំងជាងមុនដើម្បីទៅវាយគ្នាជាមួយនឹង Garo ពីព្រោះថាកាលពីមុនគឺត្រូវបាន Garo ដាក់ឲ្យដេកស្អាតអញ្ចឹងហើយគឺធ្វើឲ្យគាត់បាក់មុខខ្លាំងមែនទែនហើយនៅស្របពេលហ្នឹងផងដែរគឺយើងបានឲ្យដឹងថា Surface គឺបានដឹងរួយហើយថាមនុស្សដែលគាត់កំពុងតែនិយាយជាមួយនេះគឺមិនមែនជាច្រាំងកោនោះទេបន្តមកទៀត Surface ក៏បាននិយាយទៅកាន់សៃតាម៉ាថាសៃតាម៉ាគឺគ្មានសមត្ថភាពក្នុងការឈ្នះការប្រកួត Super Fight នេះឡើយពីព្រោះថាសៃតាម៉ាគឺជាអ្នកចំណូលថ្មីហើយសៃតាម៉ាគឺមិនស្គាល់អំពីក្បាច់គុន Martial Art ឡើយអញ្ចឹងហើយគឺថាសៃតាម៉ាគឺគ្មានគីឡូអីដែលឈ្នះ Champion នោះទេហើយ Surface ក៏បានបន្តនិយាយទៀតថាបើសិនជាពួកគេទាំងពីរនាក់បានប៉ះគ្នានៅក្នុងការប្រកួតគឺគាត់នឹងបង្ហាញសៃតាម៉ាអំពីចម្បាំងដ៏ពិតប្រាកដមួយនិយាយរួមទៅកន្លែងនេះគឺខ្ញុំសូមបើកវងកញ្ចក់បន្តិចណាអ្នកគ្នា Surface ហ្នឹងគឺគាត់អត់ស្គាល់នោះទេថាសៃតាម៉ាគឺជា hero គ្រាន់តែគាត់ដឹងថាបុរសម្នាក់នេះគឺមិនមែនជាច្រាំងកោឡើយដែល Surface គឺគ្រាន់តែប៉ាន់ស្មានថាសៃតាម៉ាហ្នឹងគឺគាត់គ្មានបទពិសោធន៍ច្រើនទេចំពោះក្បាច់គុន Martial Art មួយហ្នឹងទើបអញ្ចឹងហើយបាន Surface បាននិយាយថាសៃតាម៉ាគឺគ្មានគីឡូអីដែលឈ្នះ Champion ហើយសៃតាម៉ាក៏មិនមានសមត្ថភាពអីយកឈ្នះគាត់ដែរបន្តមកទៀតយើងក៏លេចមកមើលច្រាំងកោដែលស្នាក់នៅមន្ទីរពេទ្យឯនេះវិញកំឡុងពេលហ្នឹងច្រាំងកោក៏បានបារម្ភទៅកាន់សៃតាម៉ាអញ្ចឹងណាគាត់ខ្លាចសៃតាម៉ាហ្នឹងប្រកួតអត់ឈ្នះត្រូវលបួអីអញ្ចឹងទៅពីព្រោះថាអ្នកចូលរួមការប្រកួតវិញហ្នឹងគឺសុទ្ធតែសាហាវហើយណាមួយបើសិនជាក្រុមការងារនៅក្នុងដឹងថាសៃតាម៉ាបន្លំខ្លួនជាគេទៀតប្រកាសណាស់ថាសៃតាម៉ាត្រូវបានគេចាប់ខ្លួនមិនខានក៏ប៉ុន្តែ Movement Rider ដែលនៅជិតហ្នឹងក៏បាននិយាយទៅកាន់ច្រាំងកោវិញថាបើចាំឲ្យច្រាំងកោហ្នឹងបារម្ភពេកនោះទេពីព្រោះថាសៃតាម៉ាគឺជា hero ម្នាក់អញ្ចឹងហើយច្រាំងកោបើចាំបារម្ភពេកនោះទេពីព្រោះថា Movement Rider ជឿជាក់ថាសៃតាម៉ាអាចធ្វើបានបន្តមកទៀតកាត់មកខាង Metal Bat ឯនេះវិញគឺថា
ឥឡូវនេះគាត់បានចាត់ការបិសាចពីក្បាលហ្នឹងឲ្យដេកស្អាតហ្មងអ្នកគ្នានិយាយរួមទៅអាបិសាចពីក្បាលហ្នឹងគឺគ្មានគីឡូអីជាមួយនឹងមេថលបាតឡើយក៏ប៉ុន្តែស្រាប់តែពេលហ្នឹងក៏មានបិសាចមួយក្បាលទៀតបានមកវាយប្រហារមេថលបាតដែលវាមានឈ្មោះថា Senti Senpai អាចនិយាយបានថាឈ្មោះរបស់វានេះព្រោះជាឈ្មោះរបស់ខ្ញុំទៀតណាហើយអាបិសាចមួយហ្នឹងផងដែរគឺវាមិនមែនមកតែឯងនោះទេគឺវាមកជាមួយនឹងបិសាចមួយក្បាលទៀតដែលបិសាចមួយក្បាលទៀតគឺមានឈ្មោះថា Laflishidon ហើយអាបិសាចមួយទៀតគឺជាបិសាចផ្កានឹងឯងបើសិនជាយើងមើលទៅតាមរូបរាងរបស់វាទៅហើយនៅស្របពេលហ្នឹងផងដែរអាបិសាចផ្កាហ្នឹងក៏វាបានបញ្ចេញជាមួយនឹងផ្សែងពុលមួយយ៉ាងដែលធ្វើឲ្យឪពុកកូនពីរនាក់ហ្នឹងគឺថាត្រូវបានស្លាប់ភ្លាមៗហ្មងបន្តមកទៀតមេថលបាតក៏បានធៀមខ្លួនដើម្បីប្រយុទ្ធជាមួយនឹងអាបិសាចពីរក្បាលហ្នឹងតទៀតកាត់មកខាងការ៉ូឯនេះវិញកំឡុងពេលហ្នឹងគឺយើងបានឃើញថាការ៉ូកំពុងតែអង្គុយមើលសៀវភៅ Hero ជាមួយនឹងក្មេងប្រុសម្នាក់កាលពីម្សិលមិញហើយការ៉ូក៏បានចាប់អារម្មណ៍ជាមួយនឹង Hero Class S Ranking ទី12ម្នាក់ដែលមានឈ្មោះថា Watchdog Man ដែល Watchdog Man គឺស្ថិតនៅក្នុងទីក្រុង Q ហើយគាត់ក៏ជាអ្នកការពារនៅទីនោះផងដែរហើយនៅស្របពេលហ្នឹងផងដែរនៅក្នុងទីក្រុងទាំងមូលក៏ចាប់ផ្ដើមប្រកាសឲ្យប្រជាជនទាំងអស់គ្នានឹងរកកន្លែងសុវត្ថិភាពពីព្រោះថាឥឡូវហ្នឹងគឺមានបិសាចកម្រិត Level Demon កំពុងតែប្រយុទ្ធគ្នាជាមួយនឹង Metal Bird ហើយគ្រាន់តែការ៉ូលឺអញ្ចឹងគឺថាគាត់អញ្ញឹមហ្មងណាអ្នកគ្នាពីព្រោះថានៅពេលនេះគាត់ដឹងថាខ្លួនគាត់ផ្ទាល់ទៅចាត់ការ Hero ណាបន្តទៀតហើយដែលគោលដៅរបស់ការ៉ូគឺទៅវាយគ្នាមួយស្មើជាមួយនឹង Metal Bird នឹងឯងបន្តមកទៀតកាត់មកខាង Metal Bird ឯនេះវិញកំឡុងពេលហ្នឹងគឺយើងបានឃើញថា Metal Bird កំពុងតែប្រយុទ្ធគ្នាមួយទល់នឹងពីរហើយអ្នកគ្នាហើយនៅខណៈពេលហ្នឹងផងដែរគឺយើងបានឃើញថា Metal Bird ពិបាកទប់ទល់ជាមួយនឹងអាបិសាចពីរក្បាលនឹងខ្លាំងមែនទែនពីព្រោះថា Metal Bird ចាប់ផ្ដើមត្រូវផ្សែងពុលរបស់អាបិសាចផ្កាហើយអ្វីដែលពិសេសណាអ្នកគ្នាអាផ្សែងពុលរបស់បិសាចផ្កាហ្នឹងគឺធ្វើឲ្យ Metal Bird បាត់បង់ស្មារតីក៏ដូចជាគ្មានកម្លាំងតទល់នោះទេហើយនៅពេលដែលពួកអាបិសាចនឹងឃើញ Metal Bird បាត់បង់ស្មារតីអញ្ចឹង Senti Senpai ក៏បានចូលទៅសាប់យកទៅលើ Metal Bird តែម្ដងអាចនិយាយបានថាវាយយកឲ្យ Metal Bird នឹងតដៃរួចនោះទេហើយណាមួយ Metal Bird នៅពេលនេះគឺគាត់បាត់បង់ស្មារតីមែនតើអ្នកគ្នាអញ្ចឹងហើយគឺថាឈួរឲ្យបិសាចវាយ free ហ្មងក៏ប៉ុន្តែនៅភ្លាមហ្នឹង Metal Bird ក៏បានយកដបងរបស់គាត់នឹងវាយក្បាលខ្លួនឯងឲ្យបែកឈាមហើយមូលហេតុដែលគាត់ធ្វើអញ្ចឹងគឺដើម្បីឲ្យខ្លួនគាត់នឹងស្វាងកុំឲ្យគាត់បាត់បង់ស្មារតីទៀតបន្ទាប់ពី Metal Bird ស្វាងដឹងខ្លួនឡើងមកវិញហើយគឺដល់ម៉ោងដែលបិសាចពីរក្បាលនឹងងាប់ហើយអ្នកគ្នាដែលនៅកំឡុងពេលហ្នឹង Metal Bird បានដាក់ពួកអាហ្នឹងម្នាក់មកដបងហើយគ្រាន់តែបិសាចពីរក្បាលហ្នឹងស៊ីម្នាក់មកដបងគឺធ្វើឲ្យពួកវាបែកខ្លួនខ្ទេចតែម្ដងនិយាយរួមទៅអាបិសាចពីរក្បាលនេះគឺគ្មានគីឡូអីជាមួយនឹង Metal Bird ឡើយគ្រាន់តែថាមុនហ្នឹង Metal Bird ត្រូវផ្សែងពុលតែប៉ុណ្ណោះទើបគាត់វាយចាញ់នឹងឯងក៏ប៉ុន្តែអត់តន់ចប់ទេណាអ្នកគ្នាស្របពេលហ្នឹងផងដែរគឺយើងបានឃើញជាមួយនឹងបិសាចដ៏ធំមួយទៀតដែលវាមានថាមពលសាហាវខ្លាំងមែនទែនហើយវាមានឈ្មោះថា Sentichoro ជាពិសេសកម្រិតគ្រោះថ្នាក់របស់អាបិសាចមួយហ្នឹងគឺឡើងទៅដល់ level Dragon ឯណោះនៅពេលឃើញអញ្ចឹង Metal Bird ក៏បានឲ្យ Hero Class B ក៏ដូចជា Hero Class C ដែលនៅជិតហ្នឹងនាំយកនាយកសមាគម Hero ក៏ដូចជាកូនរបស់គាត់ហ្នឹងរត់ចេញពីកន្លែងហ្នឹងទៅទុកឲ្យគាត់ផ្ទាល់តទល់គ្នាជាមួយនឹង Sentichoro ស្រាប់តែភ្លាមហ្នឹង Sentichoro ក៏បើកការវិភាទៅកាន់ Hero ទាំងពីរនាក់ដែលកំពុងតែរត់គេចក៏ប៉ុន្តែនៅពេលហ្នឹង Metal Bird ក៏បានប្រើប្រាស់ជាមួយនឹងដបងរបស់គាត់បំរុងនឹងវាយកណ្ដាលមុខអាបិសាចហ្នឹងតែក៏ត្រូវអាបិសាចហ្នឹងគេចផុតណាហើយនៅពេលដែលវាគេចអញ្ចឹងដបងរបស់ Metal Bird ក៏ទៅត្រូវជាមួយនឹងខ្លួនរបស់វាតែថាខ្លួនរបស់អាបិសាចមួយហ្នឹងគឺថាតាន់ណានិយាយរួមទៅដបងរបស់ Metal Bird គឺអាចវាយខ្លួនវាឈឺនោះទេអញ្ចឹងហើយ Metal Bird ត្រូវតែធ្វើម៉េចវាយឲ្យចំកណ្ដាលមុខវាបានឈឺបន្ទាប់ពី Metal Bird បានវាយវាខុសអញ្ចឹងហើយក៏ត្រូវអាបិសាចមួយហ្នឹងដាក់ Metal Bird មកដៃឲ្យខ្ទប់ទៅនឹងអាគារទៅហើយបន្តមកទៀតវាក៏បានធ្វើដំណើរដេញតាម Hero ទាំងពីរនាក់នោះទៀតកំឡុងពេលដែល Sentichoro កំពុងតែដេញតាម Hero ទាំងពីរនាក់ហ្នឹងគឺថា Metal Bird បានហក់ទៅលើខ្លួនរបស់វាហើយ Metal Bird ក៏បានរត់ទៅលើក្បាលរបស់ Sentichoro ដើម្បីវាយចំមុខវាអញ្ចឹងណាពីព្រោះថាបើសិនជាវាយចំខ្លួនរបស់វាអត់ឈឺនោះទេហើយនៅខណៈពេលហ្នឹង Metal Bird ក៏បានប្រើប្រាស់ជាមួយនឹង technique មួយរបស់គាត់ដែលមានឈ្មោះថា Fighting Spirit Dragon Pummeling ហើយ technique មួយហ្នឹងផងដែរគឺថា Metal Bird បានតាប់យកទៅលើផ្ទៃមុខរបស់ Sentichoro ក៏ប៉ុន្តែ Sentichoro ក៏បានប្រើប្រាស់ជាមួយនឹង technique counter ទៅវិញតែ technique របស់អាបិសាចមួយហ្នឹងគឺមានឈ្មោះថា Centipede Undulation ហើយ technique របស់អាបិសាចមួយហ្នឹងផងដែរគឺធ្វើឲ្យ Metal Bird ហ្នឹងប៉ើងឡើងចង្អាយណានៃហ្មងហើយពិតជាចៃដន្យខ្លាំងមែនតើណាអ្នកគ្នាពីព្រោះថានៅពេលដែល Metal Bird ធ្លាក់ទៅដល់ដីវិញហ្នឹងគឺ Metal Bird បានធ្លាក់ទៅដល់កន្លែងដែល Garo កំពុងតែនៅពេលដែល Garo ឃើញអញ្ចឹងគឺគាត់សប្បាយចិត្តខ្លាំងមែនតើពីព្រោះថាគាត់កំពុងតែស្វែងរក Metal Bird ហ្នឹងឯងក៏ប៉ុន្តែ Garo ក៏រៀងសោកស្ដាយផងដែរពីព្រោះថាគាត់អត់ទាន់បានវាយជាមួយនឹង Metal Bird ផងស្រាប់តែ Metal Bird ហ្នឹងត្រូវបានបិសាចដាក់ឡើងដេកបាត់ហើយតែថានៅពេលដែល Garo និយាយអត់ទាន់ចប់ផងណាអ្នកគ្នាគឺថា Metal Bird បានងើបឡើងមកវិញហើយគាត់បំរុងនឹងទៅវាយគ្នាមួយស្មើជាមួយនឹងអាបិសាចហ្នឹងទៀតក៏ប៉ុន្តែនៅខណៈពេលហ្នឹង Garo ក៏បានហាមឃាត់ Metal Bird ហើយ Garo ក៏បានបបួល Metal Bird ហ្នឹងវាយគ្នាមួយស្មើនៅខណៈពេលហ្នឹង Garo ក៏បានហក់ចូលទៅវាយ Metal Bird ភ្លាមៗហ្មងតែក៏ត្រូវបាន Metal Bird ហ្នឹងរងទាន់ហើយស្របពេលហ្នឹងផងដែរ Metal Bird ទៅតែស្គាល់ថាប៉ែនេះនឹងឯងគឺជាមនុស្សម្នាក់ដែលសមាគម Hero កំពុងតែតាមចាប់ហើយឯងគឺជា Hero Hunting Monster ហ្នឹងមែនហើយ Garo ក៏បានតទៅវិញថាហ្នឹងហើយគាត់គឺជា Hero Hunter ហើយគាត់មានឈ្មោះថា Garo បន្តមកទៀត Metal Bird ក៏បានតបទៅកាន់ Garo វិញថាមកវាយគ្នាមកកុំឲ្យសាំញ៉ាំច្រើនពេកពីព្រោះថាគាត់ក៏មានការងារដែលត្រូវធ្វើដែរហើយឥឡូវនេះគឺគាត់នឹងបង្រៀន Garo ឲ្យស្គាល់ថាអ្វីទៅគឺជារបស់ពិតមកដល់ចំណុចនេះហើយអេពីសូតទី4នៃសាច់រឿង
One Punch Man នៅក្នុង season 2របស់យើងគឺមានតែប៉ុណ្្នឹងនោះទេអ្នកនរគ្នាអញ្ចឹងនៅក្នុង episode ទី5នៅវីដេអូក្រោយគឺយើងនឹងបានឃើញថា Garo វាយគ្នាមួយស្មើជាមួយនឹង Metabari ហើយចង់ដឹងថាចម្បាំងរវាងអ្នកទាំងពីរអ្នកណាជាអ្នកឈ្នះអញ្ចឹងមានតែចាំជួបគ្នានៅវីដេអូក្រោយនឹងឯងហើយសម្រាប់អ្នកចូលមកក្រោយកុំភ្លេចជួយ like subscribe បើហូបកណ្ដឹងម្នាក់មួយផងណាអ្នកនរគ្នាដើម្បីជាការ support ខ្ញុំអញ្ចឹងណានិយាយរួមទៅមិនបាច់បាញ់លុយបីអីនោះទេគ្រាន់តែប៉ុណ្្នឹងទៅគឺ support ខ្ញុំអីអូខេអ្នកនរគ្នាខ្ញុំមានតែប៉ុណ្្នឹងនោះទេខណៈពេលនេះខ្ញុំបាទ Free Anime សូមអរគុណនិងសូមជម្រាបលាអ្នកនរគ្នាបាយបាយ